ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូមួយនេះខ្ញុំនឹងនិយាយអំពីបច្ចេកទេសខ្លះៗនៅក្នុងការឡើងធ្វើ presentation ឬក៏យើងហៅជាភាសាខ្មែរថាការឡើងធ្វើបទបង្ហាញនៅសាលាឬមួយក៏នៅសាកលវិទ្យាល័យឬមួយក៏ការនិយាយជាសាធារណៈជាដើមអញ្ចឹងយើងដឹងហើយថាចំពោះការនិយាយជាសាធារណៈហ្នឹងគឺវាមានឥទ្ធិពលសំខាន់មែនទែននៅក្នុងជីវិតរបស់យើងដែលយើងអាចឡើងនិយាយនៅចំពោះមុខមនុស្សរាប់រយមនុស្សឬមួយក៏នៅក្នុងថ្នាក់របស់យើងដែលយើងត្រូវឡើងធ្វើ presentation ឬមួយក៏យើងត្រូវធ្វើឡើងទៅធ្វើបទបង្ហាញផ្សេងៗចឹងជាដើមហើយមួយវិញទៀតខ្ញុំក៏ជឿថាអ្នកនរគ្នាប្រកាសជាធ្លាប់ឃើញហើយសម្រាប់អ្នកខ្លះដែលគាត់ឡើងទៅធ្វើ presentation ហ្នឹងគឺគាត់ឡើងទៅអត់បានល្អទេគឺពេលខ្លះចំពោះខ្លឹមសារដែលគាត់លើកយកមក presentation ហ្នឹងគឺវាត្រឹមត្រូវក៏ប៉ុន្តែការធ្វើ presentation របស់គាត់ហ្នឹងគឺវាខុសទាំងស្រុងតែម្ដងដោយតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានធ្លាប់ឆ្លងកាត់ទៅលើសាកលវិទ្យាល័យរយៈពេល4ឆ្នាំមកគឺខ្ញុំឃើញថាអ្នកខ្លះឡើងទៅធ្វើ presentation ហ្នឹងគឺគាត់អត់បានឡើងទៅធ្វើបទបង្ហាញទេដោយមានអ្នកខ្លះហ្នឹងគឺគាត់ឡើងទៅដល់គឺគាត់កាន់กระดาษមួយហើយគាត់អានយកតែម្ដងហើយរីឯអ្នកខ្លះទៀតហ្នឹងគឺគាត់ឡើងទៅដល់គាត់អាន slide ហ្នឹងទៅវិញអញ្ចឹងទៅគឺធ្វើឲ្យអ្នកស្ដាប់ក៏ដូចជាលោកគ្រូអ្នកគ្រូដែលគាត់កំពុងតែស្ដាប់ហ្នឹងគឺធ្វើឲ្យគាត់អត់មានអារម្មណ៍នៅក្នុងការស្ដាប់ទៀតទេហើយសូម្បីតែអ្នកក្នុងការស្ដាប់ដើម្បីសួរសំណួរហ្នឹងក៏អត់មានអារម្មណ៍នៅក្នុងការស្ដាប់ហើយចង់សួរសំណួរទៅកាន់គេវិញដែរបើទោះបីជាប្រធានបទហ្នឹងវាតាក់ទាញប៉ុណ្ណាក៏ដោយក៏ប៉ុន្តែបើសិនជាការធ្វើ presentation ហ្នឹងគឺវាធ្វើអត់បានល្អគឺប្រធានបទហ្នឹងគឺស្មើសូន្យដូចតែគ្នាទេអញ្ចឹងថ្ងៃនេះដែរខ្ញុំបានលើកយក10ចំណុចដែលខ្ញុំគិតថាវានឹងជួយអ្នកនរគ្នានៅក្នុងការធ្វើ presentation មិនថានៅសាលាឬមួយក៏នៅសាកលវិទ្យាល័យឬមួយក៏ជាការនិយាយជាសាធារណៈនៅទីដែលមានមនុស្សច្រើនក៏ដោយអញ្ចឹងទី1ហ្នឹងគឺជាការស្គាល់នៅប្រធានបទខ្លួនឯងច្បាស់អញ្ចឹងយើងដឹងហើយថានៅពេលដែលយើងឡើងទៅធ្វើ presentation ឬក៏យើងឡើងទៅធ្វើបទបង្ហាញហ្នឹងគឺយើងប្រកាសជាដឹងច្បាស់ហើយថាប្រធានបទរបស់យើងហ្នឹងគឺនៅពេលដែលយើងឡើងទៅនិយាយហ្នឹងគឺយើងចង់ឡើងទៅនិយាយពីអីហើយចំពោះការនិយាយហ្នឹងផងដែរថាតើយើងនិយាយពីណាទៅណាអញ្ចឹងខ្ញុំអាចឧទាហរណ៍ឲ្យអ្នកនរគ្នាស្ដាប់យ៉ាងខ្លីបានថាយើងប្រៀបដូចជាអ្នកដឹកដៃគេដើរអញ្ចឹងនៅពេលដែលយើងដឹកដៃគេដើរហ្នឹងយើងឧទាហរណ៍ថាយើងដឹកដៃគេដើរចូលផ្ទះអញ្ចឹងសួរថាតើយើងដឹកដៃគេដើរចូលផ្ទះចូលតាមពីទ្វារខាងលើចូលតាមពីខាងក្រោយផ្ទះឬមួយក៏ចូលពីចំហៀងផ្ទះចម្លើយគឺមិនមែនទេគឺចំពោះការដឹកដៃនឹងដែរគឺយើងដឹកដៃគេចូលមកពីខាងមុខផ្ទះបន្ទាប់មកទៀតចូលមកដល់កន្លែងទទួលភ្ញៀវកន្លែងចក្រានបាយហើយនឹងបន្ទប់គេងអីជាដើមអញ្ចឹងអានោះវាដូចគ្នានៅពេលដែលយើងលើកឡើងពីប្រធានបទមួយដែលយើងចង់បញ្យល់គេនៅក្នុងការធ្វើ presentation ហ្នឹងគឺយើងត្រូវដឹងថាតើប្រធានបទយើងហ្នឹងគឺវានិយាយពីអីហើយយើងគួរចូលវាពីណាទៅណាទី2គឺជាការសមនៅមុនពេលដែលអ្នកនរគ្នាឡើងធ្វើបទបង្ហាញអញ្ចឹងជាទូទៅគ្មានអ្នកណាគេធ្វើអីទៅទឹមលើកដំបូងហ្នឹងគឺអាចបានល្អឥតខ្ចោះឬក៏ perfect អីនោះទេគឺប្រកាសណាស់គឺវាប្រកាសជាមានបង្កើតកំហុសខ្លះឬមួយក៏កំហុសហ្នឹងវាអាចនឹងធំជាដើមតួយ៉ាងដូចជាការច្រៀងបទចម្រៀងមួយបទអញ្ចឹងនៅពេលដែលយើងច្រៀងបទចម្រៀងមួយបទបើសិនជាយើងអត់បានសមវាមុនទេច្បាស់ណាស់យើងអត់អាចស្រែករួចឬក៏យើងអត់អាចច្រៀងវាចូលទៅនឹងតង់ឬមួយក៏ក្លុកក្លាក់ flow វាហ្នឹងត្រូវបានល្អនោះទេអញ្ចឹងយើងត្រូវតែសមវាមុននឹងយើងឡើងដោយភាសាមួយអ្នកចម្រៀងឬមួយក៏អ្នក rap ដែលគេតែងតែចំណាំនិយាយថាគេថាសមមុនឡើងឆាកចំពោះចំណុចទី3វិញគឺយើងត្រូវតែចេះបើកក្បាលនៅក្នុងការធ្វើការ presentation របស់យើងហ្នឹងអញ្ចឹងនៅពេលខ្លះដែលយើងឡើងធ្វើ presentation គឺច្បាស់ណាស់យើងអត់អាចឡើងមុនគេឬមួយក៏យើងអាចឡើងក្រោយគេបានទេគឺវាតាមការ random ទាំងអស់ហ្នឹងអញ្ចឹងពេលខ្លះគឺយើងអាចឡើងមុនគេពេលខ្លះគឺយើងអាចឡើងកដាលហើយពេលខ្លះទៀតគឺយើងអាចឡើងចុងក្រោយគេចឹងចំពោះការឡើងធ្វើបទបង្ហាញនឹងផងដែរដើម្បីឲ្យការធ្វើបទបង្ហាញរបស់យើងនឹងកាន់តែមានភាពតាក់ទាញទៅកាន់អ្នកដែលគាត់ស្ដាប់ឬមួយក៏អ្នកដែលគាត់អង្គុយនៅកន្លែងហ្នឹងអញ្ចឹងចំពោះយើងដែលអ្នកឡើងធ្វើបទបង្ហាញហ្នឹងគឺយើងត្រូវចេះដាស់ពួកគាត់ឬក៏យើងបញ្ញាក់ពួកគាត់ឬមួយក៏យើងបើកក្បាលអីមួយមកដែលធ្វើឲ្យពួកគាត់ចាប់អារម្មណ៍ចំពោះការបើកក្បាលហ្នឹងផងដែរគឺយើងលើកយកជាចំណោទបញ្ហាណាមួយដែលយើងលើកមកធ្វើឲ្យពួកគាត់រៀងគ្រាន់តែពួកគាត់ស្ដាប់ឮតែបន្តិចគឺពួកគាត់មានអារម្មណ៍ថាអូពួកគាត់ចង់តាមដានឬមួយក៏ពួកគាត់ចង់ស្ដាប់បន្ថែមទៀតអីចឹងអញ្ចឹងខ្ញុំជឿថាចំណុចមួយហ្នឹងគឺអត់ចាំបាច់បកស្រាយច្រើនទេហើយក៏ខ្ញុំជឿថាអ្នកនរគ្នាអាចនឹងស្ដាប់ខ្ញុំយល់ទាក់ទងមួយនឹងចំណុចមួយហ្នឹងផងដែរចូលមកចំណុចទី4គឺអ្នកនរគ្នាអត់ត្រូវធ្វើ slide របស់អ្នកនរគ្នាហ្នឹងឲ្យវាអញ្ញាយពេកទេអញ្ចឹងការឡើងធ្វើបទបង្ហាញគឺច្បាស់ណាស់ខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាស្គាល់នៅការធ្វើ slide ឬក៏យើងនិយាយមកបែបទៀតថាជាការធ្វើ PowerPoint ការធ្វើ slide ឡើងទុកឡើង presentation ឬមួយក៏ធ្វើបទបង្ហាញអីចឹងទៅអញ្ចឹងចំពោះបញ្ហាហ្នឹងផងដែរ slide នៅពេលណាដែលអ្នកនរគ្នាព្យាយាមធ្វើវាការលេង animation គឺពិតណាស់គឺស្អាតហើយការ design ការ decor អីវាផ្សេងៗហ្នឹងគឺវាធ្វើឲ្យ slide របស់យើងកាន់តែតាក់ទាញក៏ប៉ុន្តែនៅក្នុងចំណុចហ្នឹងផងដែរដែលខ្ញុំមើលឃើញថាវាអាចជារឿងល្អផងហើយក៏វាអាចជាកំហុសផងដែរគឺចំពោះកន្លែងហ្នឹងគឺនៅពេលណាដែលអ្នកនរគ្នាបានធ្វើ slide ហ្នឹងហើយក៏ប៉ុន្តែការធ្វើ slide របស់អ្នកនរគ្នាហ្នឹងគឺអ្នកនរគ្នាព្យាយាម decor ព្យាយាម design វាឲ្យវាតាក់ទាញខ្លាំងពេកដូចជាការយក template មកដែលមានelement អីផ្សេងៗនៅគៀនហ្នឹងគឺធ្វើឲ្យញ៉ៃនៅក្នុងការមើលទៅលើ slide ហ្នឹងឬមួយក៏វិញទៀតជាការដែលដាក់អីដែលអត់ចាំបាច់ច្រើនឬមួយក៏ជាការយក element cute មកដាក់អីផ្សេងៗហ្នឹងខ្ញុំគិតថាហ្នឹងយើងអាចដាក់បានក៏ប៉ុន្តែយើងអត់ត្រូវដាក់វាច្រើនពេកទេហើយមួយវិញទៀតអ្នកនរគ្នាអាចសាកមើល slide របស់លោកគ្រូអ្នកគ្រូបើអ្នកនរគ្នាបានគឺ slide ពួកគាត់គឺអត់សូវមានអីមកញ៉ៃទេគឺភាគច្រើនគឺគាត់ដាក់តែចំណងជើងធំចំណងជើងតូចឬមួយក៏ចំណងជើងរងអីផ្សេងៗហ្នឹងគឺគាត់ដាក់តែប៉ុណ្្នឹងហើយបន្ទាប់ពីហ្នឹងមកទៀតគាត់ list down ជាលក្ខណៈ bullet point គាត់លើកឡើងនៅចំណុចសំខាន់ដែលគាត់គិតថាវាសំខាន់នៅក្នុងសាច់អត្ថបទសាច់មេរៀនមួយហ្នឹងគឺគាត់នឹងលើកវាយកមកដាក់នៅកន្លែងហ្នឹងហ្មងហើយចូលមកដល់ចំណុច
ចំណុចទី5វិញគឺអ្នកនរគ្នាត្រូវតែនិយាយឲ្យច្បាស់ហើយនឹងយឺតកុំលឿនពេកចំពោះការនិយាយនៅពេលដែលយើងឡើងទៅធ្វើបទបង្ហាញហ្នឹងគឺយើងអត់អាចនិយាយលឿនពេកទេដោយសារអីអ្នកខ្លះគឺគាត់អត់អាចស្ដាប់នៅការនិយាយរបស់យើងទាន់វិញទេហើយមួយវិញទៀតចំពោះភាសានិយាយយើងដឹងហើយថាភាសានិយាយពេលខ្លះវាអាចនឹងអត់ច្បាស់ឬមួយក៏វាអាចនឹងខុសអីខ្លះៗចឹងអ្នកនរគ្នាត្រូវតែនិយាយយឺតហើយមួយច្បាស់ឲ្យពួកគាត់អញ្ចឹងនៅពេលដែលពួកគាត់ស្ដាប់អ្នកនរគ្នាបានច្បាស់ការឲ្យបន្ទុកការស្ដាប់ការចង់សួរទៅកាន់អ្នកនរគ្នាហ្នឹងគឺក៏ពិតជាងាយហើយក៏គាត់នឹងដាក់បន្ទុកឲ្យអ្នកនរគ្នាល្អច្រើនជាងមុនដែរចូលមកដល់ទី6គឺអ្នកនរគ្នាត្រូវតែចេះធ្វើការ eye contact ទៅកាន់ពួកគាត់អញ្ចឹងនៅពេលដែលយើងឡើងទៅធ្វើបទបង្ហាញយើងអត់អាចគាត់តែកាន់មីក្រូឬមួយក៏យើងឡើងទៅដល់យើងទៅស្រឡឹងជាងឬមួយក៏យើងទៅងើយឡើងលើមើលមេឃអីផ្សេងអញ្ចឹងទេគឺយើងអត់ធ្វើអញ្ចឹងទេកាលណាដែលយើងធ្វើអញ្ចឹង audience គាត់អ្នកដែលស្ដាប់ពួកយើងហ្នឹងគាត់អ្នកដែលកំពុងស្ដាប់យើងហ្នឹងគឺគាត់ក៏មានអារម្មណ៍មួយដែលថាគាត់អត់ដឹងថាយើងនិយាយឲ្យអ្នកណាស្ដាប់នៅពេលដែលយើងដូចជាយើងនិយាយសាច់រឿងមួយឲ្យអ្នកណាមួយអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងបាននិយាយសាច់រឿងមួយឲ្យមិត្តភក្តិរបស់យើងស្ដាប់ហើយចំពោះការនិយាយសាច់រឿងអញ្ចឹងច្បាស់ណាស់នៅពេលដែលយើងនិយាយហ្នឹងគឺយើងពិតជាបានស្រឡឹងទៅកាន់មុខរបស់គាត់ដោយដែលខ្ញុំនិយាយកំពុងតែសម្លឹងទៅចំកាមេរ៉ាដែលមើលទៅកាន់អ្នកនរគ្នាវិញអញ្ចឹងផងដែរដូច្នេះនៅពេលដែលយើងធ្វើអញ្ចឹងទៅគឺពួកគាត់មានអារម្មណ៍ថាយើងហ្នឹងគឺកំពុងតែ focus ឬក៏មួយក៏ព្យាយាមនិយាយអីមួយប្រាប់ទៅកាន់ពួកគាត់បន្ទាប់ពីហ្នឹងមកទៀតចូលមកដល់ចំណុចទី7គឺអ្នកនរគ្នាអត់ត្រូវអានអក្សរទាំងស្រុងនៅលើ slide ហ្នឹងទេគឺខ្ញុំឃើញថាមានសិស្សនិស្សិតខ្លះនៅពេលដែលពួកគាត់ឡើងទៅធ្វើបទបង្ហាញឡើងទៅធ្វើ presentation ហ្នឹងគឺពួកគាត់ហ្នឹងគឺអានទាំងដុលហ្មងពី slide មកវិញអញ្ចឹងយើងដឹងហើយថា slide ចំណុចសំខាន់គឺយើងគ្រាន់តែដាក់នៅតែ bullet point ដូចខ្ញុំបានជំរាបជូនអ្នកនរគ្នានៅមុនហ្នឹងតែប៉ុណ្្នឹងទេគឺគ្រាន់តែយើងដាក់ចំណងជើងធំហើយនឹងចំណងជើងតូចចំណងជើងរងអីផ្សេងៗហ្នឹងគឺគ្រាន់តែយើងដាក់វាចូលតែប៉ុណ្្នឹងហើយបន្ទាប់ពីហ្នឹងមកទៀតគឺយើងដាក់ជា bullet point ឬមួយក៏យើងទៅសេតែចំណុចសំខាន់ដាក់ចូលនៅក្នុង slide ហ្នឹងទេហើយយើងអាចមើលយើងអាចលើកវីដេអូមកនិយាយខ្លះបានប៉ុន្តែយើងមិនអាចទៅអានទាំងស្រុងទេដោយសារអីអក្សរដែលយើងបានដាក់នៅលើ slide ហ្នឹងគឺអ្នកដែល audience អ្នកដែលគាត់កំពុងតែអង្គុយស្ដាប់យើងហ្នឹងគឺគាត់នឹងបានមើលគឺគាត់នឹងបានឃើញហើយចំពោះអក្សរហ្នឹងហើយគាត់ក៏ចេះអានផងដែរអញ្ចឹងយើងអត់ត្រូវទៅអានអក្សរនៅលើ slide ហ្នឹងឲ្យពួកគាត់ស្ដាប់វិញទេដោយសារអីពួកគាត់អាចអានបានអញ្ចឹងបើសិនជាយើងអានឲ្យពួកគាត់ស្ដាប់ដដែលពួកគាត់គឺនឹងក្បួននឹងអាចនឹងងាកចេញពីការធ្វើ presentation របស់យើងជាបទពិសោធន៍ចំពោះបញ្ហាហ្នឹងផងដែរគឺវាអត់បានកើតមកលើខ្ញុំផ្ទាល់ទេក៏ប៉ុន្តែវាបានកើតទៅលើមិត្តរួមថ្នាក់របស់ខ្ញុំមួយដែលពួកគាត់បានឡើងទៅដល់ហើយពួកគាត់បានទៅសេខ្លឹមសារឬមួយក៏យកសាច់ assignment ហ្នឹងទៅដាក់នៅលើ slide ហើយពួកគាត់ឡើងទៅដល់គឺពួកគាត់ងាកទៅកាន់កណ្ដាលខៀនគឺពួកគាត់ធ្វើការអានទៅលើអាសាច់ខ្លឹមសារហ្នឹងយកតែម្ដងក្រោយមកទៀតនៅពេលដែលពួកគាត់អានចប់ហ្នឹងគឺលោកគ្រូក៏គាត់បាននិយាយថាថ្ងៃក្រោយមិនបាច់អានទេគាត់ចេះអានហើយបើសិនជាឡើងមកអានឲ្យគាត់ស្ដាប់ចឹងតែដែរអញ្ចឹងមិនអញ្ចឹងគឺមិនបាច់ឡើងមកទេគ្រាន់តែប្រាប់បាញ់ slide គាត់មកគឺគាត់មើលខ្លួនឯងគាត់ដាក់បន្ទុកខ្លួនឯងគឺតែប៉ុណ្្នឹងបានហើយហ្នឹងគឺជាឧទាហរណ៍ជាក់ស្ដែងដែលបានមកពីជីវិតរបស់ខ្ញុំដែលខ្ញុំបានធ្លាប់រៀននៅខាងសាកលវិទ្យាល័យទី8គឺអ្នកនរគ្នាត្រូវតែចេះប្រើនៅ body language ឬមួយក៏ភាសាកាយវិការយើងដឹងហើយថានៅពេលដែលយើងឡើងនិយាយអីមួយហើយបើសិនជាការនិយាយរបស់យើងហ្នឹងគឺយើងអត់មានកាយវិការសោះតែម្ដងអញ្ចឹងច្បាស់ណាស់វាប្រៀបដូចជាសម្លដែលវាអត់មានអំបិលអត់មានប៊ីចេងអត់មានទឹកខ្មេះទឹកស្អីផ្សេងអញ្ចឹងគឺវាសាបឈឹងតែម្ដងអញ្ចឹងដូចគ្នានៅពេលណាដែលយើងឡើងធ្វើបទបង្ហាញហើយចំពោះការធ្វើបទបង្ហាញនឹងផងដែរគឺយើងអត់បានមានកាយវិការអីទេគឺយើងឡើងទៅដល់យើងឈរដូចយើងគោរពទង់ជាតិឬមួយក៏យើងឡើងទៅដល់យើងឈរអោបដៃពីមុខអោបដៃខាងក្រោយអីចឹងទៅអាហ្នឹងគឺពួកគាត់គឺនឹងអត់ចាប់អារម្មណ៍ទេទោះបីជាការនិយាយរបស់យើងបានល្អប៉ុណ្ណាក៏ដោយក៏ពួកគាត់អត់ចាប់អារម្មណ៍ទេក៏ប៉ុន្តែនៅពេលណាដែលយើងឡើងទៅធ្វើបទបង្ហាញហើយយើងគូផ្សំជាមួយទៅនឹង body language របស់យើងផងដែរអញ្ចឹងវាធ្វើឲ្យការ presentation ហ្នឹងគឺវាកាន់តែមានចំណាប់អារម្មណ៍វាកាន់តែតាក់ទាញទៅកាន់អ្នកដែលគាត់កំពុងតែអង្គុយស្ដាប់យើងហ្នឹងអញ្ចឹងខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាធ្លាប់ចាំបានគឺនៅពេលដែលអ្នកនរគ្នានៅតូចហ្នឹងគឺអ្នកនរគ្នាតែងតែឃើញគ្រូបង្រៀនឬមួយក៏នៅពេលដែលគេបង្រៀនអីមួយអញ្ចឹងគឺគេតែងតែមានកាយវិការហើយកាយវិការហ្នឹងផងដែរគឺវាបានទាញនៅ attention របស់អ្នកនរគ្នាគឺទាញនៅចំណាប់អារម្មណ៍អ្នកនរគ្នាឲ្យអ្នកនរគ្នាមើលពួកគាត់កាន់តែយូរជាងមុនទៅទៀតចំណុចទី9អ្នកនរគ្នាត្រូវតែចេះគ្រប់គ្រងពេលវេលារបស់អ្នកនរគ្នានៅក្នុងការធ្វើ presentation ហ្នឹងអញ្ចឹងយើងដឹងហើយថានៅពេលដែលយើងឡើងទៅធ្វើ presentation ហ្នឹងគឺយើងត្រូវដឹងថាប្រធានបទយើងគឺនិយាយពីអីហើយនិយាយពីត្រឹមណាដល់ត្រឹមណាហើយមួយវិញទៀតយើងត្រូវចេះកំណត់ពេលវេលានៅក្នុងការនិយាយដោយសារអីចំពោះការឡើងធ្វើ presentation ឬមួយក៏យើងឡើងនិយាយជាសាធារណៈអីផ្សេងៗហ្នឹងគឺមិនមែនថាឆាកមួយហ្នឹងគឺយើងនិយាយតែឯងទេច្បាស់ណាស់គឺមានគេនិយាយផងឬមួយក៏ត្រូវដល់ពេលដៃគូរបស់យើងផ្សេងៗទៀតហ្នឹងគឺគាត់ឡើងមកនិយាយបន្តពីយើងផងអញ្ចឹងយើងត្រូវតែកំណត់ឲ្យបានច្បាស់ថានៅក្នុងការដែលយើងឡើងទៅធ្វើបទបង្ហាញហ្នឹងចំពោះចំណុចដែលយើងដែលត្រូវលើកមកនិយាយហ្នឹងថាតើយើងត្រូវនិយាយវាត្រឹមប៉ុណ្ណាហើយយើងចាយពេលប្រហែលនាទីនៅក្នុងការនិយាយវាចំពោះចំណុចទី9នេះខ្ញុំគិតថាវាពិតជាសំខាន់មែនតើបើសិនជាអ្នកនរគ្នាគឺជានិស្សិតដែលសារអីនៅពេលដែលអ្នកនរគ្នាការពារសារណាគឺខ្ញុំជឿជាក់ថាគឺយើងនឹងមានគណៈកម្មការហើយក៏ដូចជាការ
ដាក់ម៉ោងកំណត់ម៉ោងទៅលើការធ្វើការការពារសារណារបស់យើងនឹងចឹងអញ្ចឹងចំពោះខ្ញុំផ្ទាល់នៅពេលដែលខ្ញុំធ្វើការការពារសារណាហ្នឹងគឺខ្ញុំមានរយៈពេល20នាទីនៅក្នុងការធ្វើការការពារហ្នឹងហើយខ្ញុំបានចែកវាគឺម្នាក់10នាទីដោយនៅក្នុងសារណាហ្នឹងគឺយើងបានធ្វើគ្នា2នាក់ហើយនៅពេលហ្នឹងផងដែរគឺខ្ញុំអាចគ្រប់គ្រងពេលវេលាបានល្អគឺវាអត់មានលើសហើយក៏អត់មានខ្វាយដែរគឺ20នាទីត្រឹមតែម្ដងអញ្ចឹងបើសិនជានៅពេលណាដែលយើងធ្វើ presentation ឬក៏យើងការពារសារណាអីយើងលើសគឺច្បាស់ណាស់បន្ទុករបស់យើងក៏វាថយទៅតាមហ្នឹងមួយវិញទៀតប្រធានបទយើងគឺប្រឈមនៅហ្នឹងការដែលយើងលើកមកបញ្យលលើកមកធ្វើ presentation ហ្នឹងគឺអត់ចប់ទេចូលមកដល់ចំណុចទី10ដែលជាចំណុចចុងក្រោយអញ្ចឹងចំណុចទី10ហ្នឹងគឺអ្នកនរគ្នាត្រូវតែចេះបញ្ចប់ឬមួយក៏សន្និដ្ឋានទៅលើចំណុចដែលអ្នកនរគ្នាបាននិយាយហ្នឹងនៅពេលដែលអ្នកនរគ្នាបាននិយាយហើយគឺអ្នកនរគ្នាមុននឹងអ្នកនរគ្នាចប់ឬមុននឹងអ្នកនរគ្នាបិទប្រធានបទហ្នឹងអ្នកនរគ្នាត្រូវតែចេះនៅក្នុងការសន្និដ្ឋានឬមួយក៏សង្ខេបអត្ថបទហ្នឹងឡើងមកវិញហើយឲ្យខ្លីអាចថាចំពោះអីដែលយើងនិយាយហ្នឹងឧទាហរណ៍ថាវា2กระดาษរាមអីចឹងទៅអញ្ចឹងយើងត្រូវសង្ខេបវាឲ្យសល់ត្រឹមតែ1បន្ទាត់2បន្ទាត់3បន្ទាត់អីតែប៉ុណ្្នឹងទៅគឺវាធ្វើឲ្យអ្នកស្ដាប់ហ្នឹងគឺគាត់ចាប់បាននៅកន្លែងចំណុចសំខាន់ហើយអាចចំពោះកន្លែងហ្នឹងផងដែរក៏នៅពេលដែលយើងឡើងធ្វើ presentation គឺលោកគ្រូអ្នកគ្រូគឺគាត់ពិតជាចង់បានអាកន្លែងហ្នឹងខ្លាំងមែនតើអញ្ចឹងសូមអរគុណអ្នកនរគ្នាចំពោះការតាមដានវីដេអូមួយនេះរហូតមកដល់ទីបញ្ចប់ហើយខ្ញុំក៏សូមជូនពរអ្នកនរគ្នាឲ្យអ្នកនរគ្នាធ្វើ presentation បានល្អបន្ទាប់ពីមើលវីដេអូមួយនេះហើយ